បាទសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel KSN យើងខ្ញុំថ្ងៃនេះខ្ញុំមានវីដេអូខ្លីមួយយកមកបង្ហាញបងប្អូនទាំងអស់គ្នាទាក់ទងទៅនឹងកម្មវិធី Microsoft Office 2021នៅក្នុងកម្មវិធី Microsoft Office 2021នេះដែរមានកម្មវិធីជាច្រើនប៉ុន្តែខ្ញុំសូមលើកយកតែកម្មវិធី Word មួយទេដើម្បីមកបង្ហាញបងប្អូនទាំងអស់គ្នាបាទអញ្ចឹងតោះដើម្បីកុំឲ្យខាតពេលយូរយើងទៅអនុវត្តការងារទាំងអស់គ្នាបាទជាដំបូងបងប្អូនចូលមកកាន់ Word នេះមកបាទដោយសារខ្ញុំបានទាញវាដាក់មកខាងក្រៅនេះដើម្បីងាយស្រួលក្នុងការបង្ហាញបងប្អូនប៉ុន្តែបើបងប្អូនមិនទាន់ឃើញមាននៅក្នុងdesktop ខាងក្រៅនេះទេបងប្អូនអាចចូលទៅក្នុង Prop Search នេះមកដោយវាយពាក្យថា Word បាទវាប៉ុណ្ណឹងមកវានឹងចេញមកហើយបាទនេះអញ្ចឹងយើងចូលទៅក្នុង Word ហ្នឹងទៅបាទវានឹងចេញផ្ទាំងបែបនេះបាទនៅក្នុងផ្ទាំងបែបនេះយើងមានឃើញsimple មួយចំនួនបាទដែលយើងក៏អាចយកមកកែប្រែវាបានដែរបាទអញ្ចឹងយើងចូលទៅក្នុង blank document នេះមកបាទមកចូលដល់កន្លែងនេះយើងនឹងឃើញផ្ទាំងបែបនេះបាទផ្ទាំងទទេបាទហើយជាដំបូងយើងចូលកំណត់កន្លែងនេះសិនដោយសារនៅវាអត់ទាន់មានឧបករណ៍ដើម្បីប្រើប្រាស់ទេអញ្ចឹងយើងចូលឡើងកន្លែងសញ្ញាព្រួយនេះមកបាទបងប្អូនចុចកន្លែងហ្នឹងមកបាទយើងនឹងឃើញអក្សរនេះហើយអញ្ចឹងបងប្អូនគ្រាន់តែចុចនៅលើហ្នឹងវានឹងគ្រីសឲ្យបាទអញ្ចឹងបងប្អូនចុចមកបាទខ្ញុំចុចហ្នឹងមកយើងចេញពាក្យចេញសញ្ញានេះបាទសញ្ញា new file នេះបាទអញ្ចឹងយើងចុចគ្រីសកន្លែង open នេះមួយទៀតមកវានឹងចេញមកហើយបាទហើយយើងនឹងចុចពាក្យ save នេះមួយទៀតមកហើយយកពាក្យបាទ undo ហើយពាក្យ redo បាទអញ្ចឹងយើងអាចគ្រីសបាទបើសិនជាបងប្អូនចង់ដាក់ទៀតអាចនឹងគ្រីសចឹងមកបាទអត់មានអីពិបាកទេបងប្អូនចុចគ្រីសចឹងមកបាទប៉ុន្តែខ្ញុំដោយសារតែអាហ្នឹងខ្ញុំមិនសូវប្រើការអញ្ចឹងខ្ញុំដោះវាចេញទៅបាទខ្ញុំទុកតែមួយណាដែលយើងប្រើប្រាស់ជាប្រចាំដែលប្រើប្រាស់ញឹកញាប់ជាងគេបាទហើយអញ្ចឹងកន្លែងនេះវាមានតែ file មួយទេអញ្ចឹងដើម្បីឲ្យវាមានពាក្យ home ពាក្យ insert ពាក្យ layout អីហ្នឹងយើងត្រូវចូលទៅកំណត់នៅក្នុង option បាទអញ្ចឹងយើងចូលនៅក្នុង file ហ្នឹងមកបន្ទាប់មកទៀតយើងចូលទៅក្នុងកន្លែង option នេះមកបាទបន្ទាប់មកទៀតបងប្អូនរកពាក្យថា customize ribbon បាទបងប្អូនចុចកន្លែងហ្នឹងមកបាទយើងនឹងឃើញហើយអញ្ចឹងបងប្អូនគ្រីសបាទកន្លែងនេះបងប្អូនគ្រាន់តែគ្រីសកន្លែងនេះមកបាទចុចគ្រីសអញ្ចឹងមកបាទគ្រីសទាំងអស់មកបាទដើម្បីយើងងាយស្រួលយកឧបករណ៍ផ្សេងយកមកប្រើប្រាស់បាទអញ្ចឹងយើងគ្រីសបាទគ្រីសអស់អញ្ចឹងហើយបងប្អូនចុចអូខេមកបាទគឺវានឹងចេញឲ្យហើយបាទបងប្អូនឃើញទេបាទវានឹងចេញmenuyផ្ទាំងmenuyឲ្យមកហើយក្នុងហ្នឹងវានឹងចេញribbon នេះឲ្យបាទអញ្ចឹងយើងចូលទៅក្នុង insert ចូលអីទៅយើងនឹងឃើញឧបករណ៍មួយចំនួនដែលយើងត្រូវការប្រើប្រាស់ជាប្រចាំបាទលើអាវអញ្ចឹងទៅបាទនៅក្នុង home បាទនៅក្នុងនេះបើសិនជាបងប្អូនចង់បានfont color នេះបាទបងប្អូនចង់បាន font color នេះយើងអាចម៉ៅស្ដាំលើនឹងមកហើយយើងយកពាក្យថា add to quick access toolbar នេះមកបាទវានឹងចូលមកហើយបាទចូលមកហើយមួយទៀតយក touch effect បងប្អូនម៉ៅស្ដាំឡើងនឹងមកបន្ទាប់មកយើង add to quick access toolbar នឹងមកបាទវានឹងចូលមកហើយបាទហើយកន្លែងនេះក៏បងប្អូនអាចបាន add បានដូចគ្នាបាទបងប្អូនចូលកន្លែងហ្នឹងមកយើងយកពាក្យ more command នេះមកបាទយើងចូលដល់កន្លែងហ្នឹងបាទអញ្ចឹងបងប្អូនចង់បានពាក្យ font color នេះបងប្អូនចុច line ហ្នឹងមកយើង add ចូលក្នុងហ្នឹងបានប៉ុន្តែដោយសារវាមានហើយបងប្អូនអាចជ្រើសរើសបានបាទកន្លែងនេះខ្ញុំគ្រាន់តែបង្ហាញត្រួសទេបាទបងប្អូនអាចសិក្សាបន្តបន្ថែមទៀតបាទហើយអញ្ចឹងបាទកន្លែងហ្នឹងមានតែប៉ុណ្្នឹងទេបាទសូមបញ្ចប់ត្រឹមហ្នឹងដើម្បីកុំឲ្យវីដេអូវែងពេកបាទចាំជួបគ្នានៅវីដេអូបន្ទាប់ទៀតបាទអញ្ចឹងសូមបងប្អូនជួយ subscribe channel របស់ខ្ញុំបាទមួយផងបាទសូមអរគុណបាទ